បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរមកជួបជាមួយខ្ញុំទៀតហើយបាទថ្ងៃនេះខ្ញុំនឹងមានcontent មួយទៀតហើយសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាយកទៅធ្វើបាទហើយ content នេះដែរគឺកំពុងតែផ្ទុះខ្លាំងបាទផ្ទុះខ្លាំងហើយត្រូវបានពិសេសសម្រាប់អ្នកបែបជា content បែប AI បាទ content នេះមានviewមើលរហូតដល់រាប់លានហើយងាយស្រួលធ្វើបាទបើបងប្អូនចង់ធ្វើបងប្អូនមើលវីដេអូនេះឲ្យចប់បាទតែមុននឹងមើលវីដេអូទាំងអស់គ្នាសូមជួយ Subscribe នៅ Channel ខ្ញុំម្នាក់មួយផងណាបងប្អូនបាទអញ្ចឹងខ្ញុំនឹងណែនាំបងប្អូនទៅមើលនៅ content មួយប្រភេទនេះហើយក៏ពន្យល់អំពីរបៀបធ្វើវីដេអូបែបនេះដើម្បីយកមក upload នៅក្នុង YouTube ផងដែរបាទទៅមើលទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំយកមកបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាវីដេអូបែបនេះគឺថាគឺជាវីដេអូ 3D បងប្អូនវីដេអូ 3D ងាយស្រួលធ្វើទេបងប្អូនអាចចូលទៅធ្វើព្រមហើយយកមកធ្វើជាវីដេអូនេះបានដោយសារវីដេអូបែបនេះវាកំពុងតែផ្ទុះខ្លាំងបងប្អូនទស្សនាទាំងអស់គ្នាសិតតែ3លានជាងផុស3សប្តាហ៍បាទ3លានជាងហើយវីដេអូរបស់គាត់ខ្លាំងមែនតើនេះ3លានកន្លះ2សប្តាហ៍អញ្ចឹងបានន័យថា1លានកន្លះនេះ12ថ្ងៃគាត់ផុសវីដេអូរបស់គាត់គឺគាត់ធ្វើអញ្ចឹងសុទ្ធអញ្ចឹងបងប្អូនទាំងអស់គ្នាក៏អាចធ្វើបែបហ្នឹងបានដែរបាទហើយយើងចូលទៅមើលរបស់គាត់ឲ្យច្រើនតិចទៅហើយបើបានចូលមើលហើយមើលឲ្យអស់បន្តិចទៅណាហើយនេះ4សប្តាហ៍25លានបងប្អូនសម័យមើល25លានបើគិតជាទឹកប្រាក់វិញច្រើនដឹងឲ្យច្រើនហើយព្រោះថាវីដេអូបរទេសថ្លៃផងបាទអញ្ចឹងប៉ុន្តែយើងកុំបដោតរឿងប្រាក់ខ្លាំងពេកយើងបដោតថាឲ្យមាន view មើលឲ្យវីដេអូរបស់យើងឲ្យបានច្រើនហើយវីដេអូបែបនេះងាយស្រួលនឹងការធ្វើទេបើបងប្អូនយល់ធ្វើលឿនបាទធ្វើលឿនដោយសារវីដេអូបែបនេះវាមិនចាំបាច់យើងមានចំណេះជំនាញអីច្រើនទេគឺគ្រាន់តែបងប្អូន copy screen តែវីដេអូមួយទៅហើយយកទៅដាក់ឲ្យ Chat GPT គាត់បង្កើត prompt ថ្មីមកហើយបងប្អូនអាចយក prompt ទាំងនោះយកទៅបង្កើតនៅ AI ណាមួយដែលបងប្អូនស្និទ្ធដៃប្រើហើយយកទៅបង្កើតមកហើយយកវីដេអូទាំងនោះបញ្ចូលមកក្នុង CapCut វិញរួចហើយដាក់ sound effect ដាក់សំឡេងភ្លេងទៅរួចជាការស្រេចបើនេះថាស្រួលវាមិនពិបាកទៅថតឬអីទេបាទអញ្ចឹងបន្តមកយើងមើលបន្ថែមបន្តិចទៀតនៅវីដេអូរបស់គាត់យើងចូលមើលបើន័យថាវីដេអូនេះគាត់ល្បីខ្លាំងបាទអញ្ចឹងយើងចូលមើលកន្លែងដែលគាត់ផុសហៅថាពេញនិយមបាទពេញនិយមការពេញនិយមរបស់គាត់បាទនេះគឺជាវីដេអូដែលគាត់ខ្ញុំសូមសរសើរឲ្យស្មោះបាទវីដេអូគាត់អត់មានខ្ទង់ពាន់មានតែខ្ទង់លានបាទដល់ពេលគាត់ធ្វើគាត់រកគន្លឹះធ្វើបានអញ្ចឹងនេះ2លានចុច6 260លានបាទ
បីបំផុតច្រើនបំផុតរបស់គាត់260លាន230លាន220លានច្រើនសិតតែរាប់លានអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងអាចធ្វើបានបាទតែយ៉ាងនេះគឺជាការធ្វើបាទដំបូងឡើយយើងចូល ChatGPT មកហើយយើងរើសយករូបភាពដែលយើងថត screen ពីវីដេអូមួយមិញមកបាទបានរូបភាពហើយយើងសរសេរដាក់ឲ្យគាត់ធ្វើឲ្យអញ្ចឹងយើងសរសេរជាភាសាខ្មែរក៏បានដែរសេថាជួយសរសេរ prompt ឲ្យដូចរូបក្នុងវីដេអូហ្នឹងបាទប៉ុណ្ណឹងហើយគាត់បង្កើត prompt មកឲ្យហើយចំណុចទី2នៅពេលដែលបានបង្កើត prompt ហើយបងប្អូន copy prompt នេះបាទនេះគឺជា prompt ដែល ChatGPT គាត់បង្កើតឲ្យអញ្ចឹងបងប្អូន copy prompt ហ្នឹងយក prompt ទី1ទី2ទី3ហ្នឹងគឺរូបភាពដូចគ្នាទាំងអស់បើចង់បានជាសាច់រឿង copy ម្ដងមួយយកទៅធ្វើប៉ុន្តែបើបងប្អូនគេថាធ្វើសាកល្បង copy តែមួយសិនទៅហើយយកទៅធ្វើហើយអញ្ចឹងបងប្អូនចូលទៅក្នុង AI ណាមួយដែលបងប្អូនប្រើស្និទ្ធដៃជាងគេចូលប្រើទៅបាទហើយខ្ញុំប្រើ CapCut វាមានភាពងាយស្រួលបាទអញ្ចឹងអានេះខ្ញុំគ្រាន់តែធ្វើសាកឲ្យបងប្អូនមើលបាទអញ្ចឹងខ្ញុំដាក់ចូលហើយផាសព្រមចូលហើយគាត់បង្កើតឲ្យបាទតែសូមបញ្ជាក់ដែរថា យើងធ្វើជារូបភាពហើយនៅពេលដែលបានរូបភាពហើយយើងជ្រើសយករូបភាពមួយណាដែលស្អាតចាំយើងយកទៅផលិតជាវីដេអូបាទអញ្ចឹងរូបភាពទាំង4នេះយើងអាចយកបានទាំងអស់ហើយយើងយកទៅផលិតជាវីដេអូវាចេញជាសកម្មភាពខុសគ្នាដែរអញ្ចឹងម្ដងមួយបាទខ្ញុំសង្ឃឹមថាអ្នកគាត់ប្រើកម្មវិធី AI គាត់ច្បាស់ជាយល់កន្លែងនេះបាទអញ្ចឹងយើងបានរូបភាពហើយយើងចាំយើងយកទៅធ្វើជាវីដេអូហើយយើងបែបនេះគឺថាយើងធ្វើរឿងផ្សេងពីម្ចាស់ដើមវាអត់មានជាប់ copyright ជាប់អីទេគឺរឿងដែលយើងនិពន្ធដោយខ្លួនឯងបាទយើងចង់បានបែបណាបែបរត់លេងបែបចម្បាំងបែបប្រយុទ្ធបែបណាយើងទៅសេដាក់នៅកន្លែង ChatGPT មិញហ្នឹងឲ្យគាត់ធ្វើបែបនោះឲ្យនៅពេលដែលយើងយកទៅផលិតជាវីដេអូគឺវាចេញឲ្យយើងដោយបំណងបាទវាខុសតិចតួចប៉ុន្តែគឺថាអាចយកជាការបានអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបានហើយនឹងសម្រេចចិត្តធ្វើនៅ content មួយណាស្រេចលើបងប្អូនប៉ុន្តែនេះគ្រាន់តែជាគំនិតយោបល់ដែលខ្ញុំផ្ដល់ជូនតែប៉ុណ្ណោះបាទអញ្ចឹងសង្ឃឹមថាថ្ងៃអនាគតយើងនឹងបានជោគជ័យទាំងអស់គ្នាបាទហើយជួបគ្នាវីដេអូក្រោយជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយណាបាយបាយ